ប្រពន្ធពិតប្រាកដស្ត្រីពីរនាក់កំពុងដណ្ដើមបុរសម្នាក់នេះដោយអះអាងថាជាប្រពន្ធរបស់គេអេនិយាយថាគុំស្មានថាមានមុខមាត់ស្តៀងខ្ញុំបន្តិចបន្តួចចង់មកបោកប្រាស់ប្តីខ្ញុំឲ្យសោះប៊ីនិយាយថាគាត់ជាប្តីរបស់ខ្ញុំមិនឲ្យនាងយកគាត់ចេញពីខ្ញុំឡើយមិត្តឆ្លាតចូលពិនិត្យមើលតម្រុយតើអ្នកគិតថានរណាជាប្រពន្ធរបស់គាត់ចម្លើយស្ត្រី B គឺជាប្រពន្ធរបស់គាត់ព្រោះដៃរបស់ពួកគេទាំងពីរមានពាក់ចិញ្ចៀនអាពាហ៍ពិពាហ៍ដូចគ្នាប្រពន្ធខ្មោចឆៅស្ត្រីជាខ្មោចឆៅ3នាក់កំពុងឆ្លោះដណ្ដើមគ្នាដោយអះអាងថាជាប្រពន្ធបុរសនេះអេនិយាយថាតើបងមិនចាំអូនទេឬមើលរូបថតចាស់របស់អូននេះមើល B និយាយថាពួកយើងបានណាត់គ្នាទៅដើរលេងដល់ម៉ោងចេញដំណើរហើយ C និយាយថាបងសម្លាញ់ពួកយើងស្រឡាញ់គ្នាយូរហើយប្រាប់គេទៅថាអូនជានរណានោះដូច្នេះតើអ្នកអាចកំណត់ពីអត្តសញ្ញាណប្រពន្ធពិតប្រាកដរបស់បុរសនេះបានទេចម្លើយស្ត្រី C គឺជាប្រពន្ធរបស់គាត់កាលនៅជាមនុស្សព្រោះអក្សរកាត់នៃឈ្មោះរបស់ស្ត្រីនេះមានសាក់នៅលើខ្លួនរបស់គេដូច្នេះនាងគឺជាប្រពន្ធពិតរបស់គាត់ម្ដាយបង្កើតតើនរណាជាម្ដាយពិតប្រាកដរបស់ក្មេងប្រុសនេះអេនិយាយថាមិនអីទេកូនសម្លាញ់អ្វីនឹងល្អប្រសើរឡើងវិញ B និយាយថាសុំទោសកូនប្រុសមួយរយៈនេះកូនត្រូវនៅជាមួយលោកយាយសិនហើយមិត្តឆ្លាតតើអ្នកគិតថានរណាជាម្ដាយរបស់ក្មេងនេះទៅចម្លើយស្ត្រី A ជាម្ដាយព្រោះនាងមានតម្រុយសក់ពោះកំណើតដូចគ្នាតើនរណាធ្វើឲ្យកញ្ចក់នេះបែក A និយាយថាគឺជាគេជាអ្នកធ្វើគេយកកំភ្លើងជ័រមកបាញ់លេងពេញហ្នឹង B និយាយថាម៉ាក់នាងកំពុងតែនិយាយកុហកកូនមិនអាចធ្វើឲ្យកញ្ចក់ដែលម៉ាក់ស្រឡាញ់ជាងគេនោះបែកបានទេមិត្តឆ្លាតចូលបង្ហាញពីចម្លើយដ៏ត្រឹមត្រូវមួយឥឡូវនេះមកចម្លើយគឺជាក្មេងស្រី A ព្រោះមានបំណែកកញ្ចក់មុតជើងរបស់នាងកញ្ចក់ឡានបែកតើនរណាជាអ្នកបំបែកកញ្ចក់ឡាន A និយាយថាខ្ញុំមកជួសជុលកញ្ចក់នេះទេតើអ្នកមិនមើលឃើញទេឬ B និយាយថាកុំចោទប្រកាន់ពួកយើងសូមបង្ហាញផុសតាងទៅ C និយាយថាមើលរបស់ដែលពួកឯងកាន់ក្នុងដៃទៅប្រកាសជាពួកឯងជាអ្នកធ្វើមិត្តឆ្លាតកុំទុកឲ្យពួកគេចោទដាក់គ្នាបែបនេះតើអ្នកអាចផ្ដល់ចម្លើយបានទេចម្លើយគឺជាស្ត្រី C ពីព្រោះមានបំណែកកញ្ចក់មួយចំនួននៅក្បែរជើងរបស់នាងថូផ្កាបែកតើនរណាជាអ្នកធ្វើឲ្យបែកថូផ្កា A និយាយថាម៉ាក់កូនស្បត់មិនមែនជាកូនទេ B និយាយថាកូនទៅតែមកពីទាត់បាល់នៅខាងក្រៅ C និយាយថាមើលនេះជារូបភាពដែលកូនទៅតែគូរួចដូច្នេះតើគិតថានរណាដែលបានធ្វើឲ្យថូផ្កានេះបែកចម្លើយគឺជាក្មេងស្រី C ព្រោះតែស្បែកជើងរបស់នាងបានជន់ទឹកដែលហូរចេញមកពីថូផ្កានេះម៉ូតសក់ថ្មីលោកតាតើនរណាជាអ្នកកាត់សក់របស់លោកតា A និយាយថាម៉ូតសក់ថ្មីរបស់លោកតាមិនអាក្រក់ប៉ុន្មានទេថែមទាំងបានជួយឲ្យគាត់ក្មេងជាងវ័យទៀតផង B និយាយថាឈប់កុហកលោកតាទៅខ្ញុំដឹងថាឯងគឺជាអ្នកកាត់សក់លោកតា C និយាយថាខ្ញុំកំពុងតែអានសៀវភៅតើនរណាអាចប្រាប់ខ្ញុំអំពីរឿងដែលកើតឡើងបានទេមិនអ្នកស៊ើបអង្កេតដ៏ឆ្លៀសវៃតែអ្នកគិតថាចៅជើងល្អមួយណាដែលបានលួចកាត់សក់របស់លោកតានោះ
ចម្លើយគឺជាក្មេងប្រុស B ពីព្រោះគេកំពុងលាក់កន្ត្រៃនៅក្រោយខ្នងរបស់គេអ្នកប្រឡាក់កំពែគូតអ្នកគ្រូតើនរណាធ្វើឲ្យប្រឡាក់សម្ពុតរបស់អ្នកគ្រូ A និយាយថាមិនមែនខ្ញុំទេខ្ញុំទើបតែចេញពីបន្ទប់ទឹក B និយាយថាគេប្រកាសជាកំពុងកុហកហើយគេចូលចិត្តលេងសើចជាមួយគេឯងអញ្ចឹងដូច្នេះតើអ្នកគិតថាជានរណាទៅចម្លើយគឺជាក្មេងប្រុស B ពីព្រោះនៅលើអាវរបស់គេក៏មានប្រឡាក់ស្នាមថ្នាំពណ៌ខ្មៅដែលប្រឡាក់ដោយកំពែគូតអ្នកគ្រូដែរអ្នកបំបែកកញ្ចក់បង្អួចតើនរណាជាអ្នកបំបែកកញ្ចក់បង្អួចនេះ A និយាយថាខ្ញុំជាក្មេងល្អបំផុតនៅក្នុងភូមិនេះមិនអាចធ្វើរឿងឥតប្រយោជន៍បែបនោះឡើយ B និយាយថាខ្ញុំនៅផ្ទះឮសំឡេងបែកក៏រត់ចេញភ្លាមមក C និយាយថានៅពេលដែលខ្ញុំលេងបាល់នៅក្រៅផ្ទះក៏បានឮសំឡេងបែបនេះក៏រត់ចូលមកមើលមិនអ្នកស៊ើបអង្កេតចូលស្វែងរកតម្រុយបញ្ជាក់ពីអាជាងល្អបំបែកកញ្ចក់លេងនោះបានទេចម្លើយគឺជាក្មេងប្រុស A ព្រោះនៅខាងក្រោមជើងរបស់គេមានបាល់មួយនេះហើយក៏ជាតម្រុយដែលគេបន្សល់ទុក